ឥឡូវយើងអង្គុយឬក៏ឈរអូនចង់អង្គុយចង់ឈរអូខេហ្នឹងហើយបងសុំស្គាល់ឈ្មោះអូនទាំងពីរតិចបាននេះខ្ញុំឈ្មោះសៃចោសៃចំអូ sorry ខ្ញុំឈ្មោះ sorry អូឈ្មោះរបៀបថាកូនខ្មែរហ្មងជាអ្នកខេត្តដែរគឺឬក៏ជាអ្នកអំបញ្ញដែរអូនអ្នកនៅខេត្តអញ្ចឹងឥឡូវនេះកំពុងសិក្សាឬក៏ធ្វើការដែរធ្វើការប្រាតែខ្ញុំឈប់ហើយចុះតែអូនវិញខ្ញុំព្រៀនផងធ្វើការផងអូខេចេញធ្វើការយូរនៅចេញធ្វើការតាំងឆ្នាំទី1ចាឥឡូវឆ្នាំទីម៉ានហើយឆ្នាំទី2អញ្ចឹងមកន័យថាយើងចេញធ្វើការបានប្រហែលជាមួយរយៈធំដែរហើយអញ្ចឹងសម្រាប់ការងាររាល់ថ្ងៃនេះអូនគិតថាមិនដែរវាចង់និយាយថាវាល្អសម្រាប់អូនអត់ល្អដោយសារចំណុចណាដែរក្រុមហ៊ុនល្អឬក៏ថៅកែល្អថៅកែក៏ល្អក្រុមហ៊ុនក៏ល្អចុះសម្រាប់អូនវិញថៅកែមួយគ្នាចាំមិនថាក្រុមហ៊ុនមួយគ្នាអញ្ចឹងរយៈពេលដែលធ្វើក៏ដូចគ្នាដែរត្រូវទេខុសគ្នាអូខេអញ្ចឹងសម្រាប់តកែមិនដែរសម្រាប់តកែល្អសួរតែល្អនេះដូចរៀងឆ្លើយចេញមកទាំងបង្ខំមកទេមេស្រួលមែនចាមេស្រួលមេស្អីមេផងដែរស្អីមេស្អីឲ្យស្រួលទៀតស្អីស្អាតទៀតមែនទេថ្ងៃនេះអូនគិតថាមានចំណុចអីខ្លះដែលអាចរៀនពីគាត់បាននេះគាត់គ្រប់ពេលវេលាការងារគាត់ច្បាស់លាស់ការងារគាត់ច្បាស់លាស់ពេលវេលាអូខេហើយគាត់អត់សូវប្រកាន់ច្រើនទៀតអូយមេនេះក៏ពិតជាល្អមែនតើហ្មងអញ្ចឹងប្រហែលជាអត់ដាច់ចដោកន្លែងទេត្រូវអត់អូខេចុះបើសិនជាថាមានពីអីផ្ដាំចង់ផ្ដាំទៅគាត់ឬបើសិនជាគាត់ល្អអញ្ចឹងគឺប៉យក៏សុខភាពល្អហើយចកៅហ្នឹងអូខេមានគ្រួសារនៅមេមានហើយអត់អីទេចឹងស្មា single អូខេអរគុណច្រើនសម្រាប់ការសម្ភាសបងអូនទាំងពីរហើយខាងពួកយើងក៏មានជាកាដូឲ្យដែរចាប៉ុន្តែអ្នកកាន់កាដូហ្នឹងlạiទៅដើរអ្នកសម្ភាសព្រោះដោយសារតែយើងមកទីនេះរៀងដោយសារថ្ងៃនេះយើងចេញមកឡែបចាសម្រាប់មុននឹងឲ្យកាដូសុំតិចសិនសុំឲ្យscan គ្រប់របស់ hiring របស់ខាងបងសិនបានទេព្រោះដោយសារតែ hello អូនថ្ងៃណាអីមានចំណាប់អារម្មណ៍ឬក៏បងប្អូនដូចថាគាត់ចង់បដូរការងារអីអញ្ចឹងឬក៏អូនចង់បដូរបទពិសោធន៍ការងារអីអាចមកខាងរបស់ hiring បានព្រោះដោយសារក្រុមហ៊ុនរបស់ hiring គឺជាក្រុមហ៊ុន HR មួយចាយើងជួយទៅលើបងអូនដែលគាត់កំពុងរកការងារធ្វើឬក៏ចង់បដូរការងារអីអញ្ចឹងណាដូចថាអ្នកអត់គូអីអញ្ចឹងដូរកន្លែងអីទៅចាំបានគូអីអញ្ចឹងណាអូខេអរគុណហ្នឹងឯងចឹងក៏មកសុំកាដូចានេះជាកាដូសម្រាប់ខាងក្រុមហ៊ុនឲ្យបងអូនតិចតួចចាហើយបើសិនជាចង់ដូរការងារអីកុំភ្លេចបោះ hiring ណាចាអូនអាចមើលនៅក្នុងក្រុមនឹងបានខាងក្រុមហ៊ុនគាត់នឹងផុសជាផ្នែកច្រើនណានៅរាល់ថ្ងៃដូចថាយើងរើផ្នែកអីចឹងយើងអាចនឹងផុសនៅក្នុងក្រុមនឹងអញ្ចឹងណាអូនអាចចូលមើលបានឬក៏ដូចថាមានសាច់ញាតិឬក៏ពួកម៉ែកំពុងរកការងារអីក៏អាចឲ្យគាត់joinទៅក្នុងក្រុមនឹងបានដែរអរគុណអ្នកទាំងពីរចាអរគុណអូខេអញ្ចឹងឥឡូវសាហួយបានសម្ភារមួយពួកគាត់ចប់ហើយឥឡូវយើងជួបជាមួយសាវលីវិញម្ដងព្រោះដោយសារសាវលីវាជារកឃើញបានអូនពី3នាក់ដែរចាតោះឥឡូវយើងជួបជាមួយសាវលីវិញណា